ពិតជាគួរឲ្យស្ងើចសរសើរហាងកាហ្វេនេះស្ម័គ្រចិត្តទទួលយកបុគ្គលិកដែលមានជំងឺមកបម្រើការងារក្នុងហាងហាងកាហ្វេដែលទើបនឹងបើកដំណើរការមួយនៅក្នុងទីក្រុងឌូបៃកំពុងទទួលបានការកោតសរសើរខ្លាំងពីមហាជននិងអ្នកលេងអ៊ីនធឺណិតបន្ទាប់ពីហាងនេះបានផ្ដល់ឱកាសការងារដល់អ្នកជំងឺ Down Syndrome ជាច្រើនឲ្យចូលបំពេញការងារនៅទីនេះហាងកាហ្វេខាងលើនេះមានឈ្មោះថា21 Cafe មានទីតាំងនៅជាន់ទី2នៃផ្សារទំនើប Algora Center នៅតំបន់ Dera ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួមបានបើកដំណើរការកាលពីថ្ងៃទី25ខែមេសាឆ្នាំ2025នេះដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់និងមានការពេញចិត្តពីសំណាក់អ្នកលេងអ៊ីនធឺណិតជាច្រើនម្ចាស់ហាងនេះគឺលោក Raghu Ramendandapani គឺជាឪពុកម្នាក់ដែលមានកូនប្រុសកើតជំងឺ Down Syndrome នេះពីកំណើតដូច្នេះលោកក៏ចាប់ផ្ដើមមានគំនិតបង្កើតហាងកាហ្វេមួយនេះឡើងមកដើម្បីផ្ដល់ឱកាសការងារដល់អ្នកដែលមានជំងឺដូចកូនប្រុសរបស់គាត់លោក Raghu បាននិយាយថាគម្រោងនេះផ្ដល់ឱកាសការងារដ៏មានន័យនិងជំរុញឲ្យសង្គមមានទំនាក់ទំនងបានយ៉ាងជិតស្និទ្ធជាមួយនឹងមនុស្ស Down Syndromeបើយោងតាមវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបង្ហាញថាបុគ្គលិកផ្នែកបម្រើសេវាកម្មទូទៅនៅក្នុងហាងនេះភាគច្រើនគឺជាមនុស្សដែលមានជំងឺ Down Syndrome ពួកគេបានវឹកហាត់យ៉ាងយកចិត្តទុកដាក់មុនពេលហាងកាហ្វេចាប់ផ្ដើមបើកដំណើរការអ្នកគ្រប់គ្រងហាងបានបង្រៀនការងារផ្នែកសេវាកម្មទូទៅដល់ពួកគេដូចជាឆុងកាហ្វេឬភេសជ្ជៈនិងទទួលរាក់ទាក់អតិថិជនបានយ៉ាងល្អភ្ញៀវជាច្រើនដែលបានចូលមកក្នុងហាងនេះបាននិយាយថានៅពេលដែលចូលក្នុងហាងពួកគេត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បុគ្គលិកទាំងអស់នេះដោយម្នាក់ៗមានស្នាមញញឹមរួសរាយរាក់ទាក់ព្រមទាំងផ្ដល់សេវាកម្មយ៉ាងល្អមកកាន់ពួកគេក្រៅពីនោះក៏មានអ្នកខ្លះទៀតបាននិយាយថាវាបានផ្លាស់ប្ដូរការគិតរបស់ពួកគេដែលធ្លាប់យល់ថាអ្នកជំងឺ Down Syndrome គឺពិបាកក្នុងការមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនប៉ុន្តែផ្ទុយទៅវិញពួកគេជាមនុស្សគ្មានល្បិចកលមានបេះដូងបរិសុទ្ធទន់ភ្លន់និងគួរឲ្យស្រឡាញ់ណាស់គួរជម្រាបផងដែរថាជំងឺ Down Syndrome គឺជាជំងឺដែលកើតចេញពីហ្សែនជាធម្មតាមនុស្សដែលកើតមានជំងឺនេះតែងជួបបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយធ្វើឲ្យរូបរាងនិងទម្រង់មុខរបស់ពួកគេខុសពីមនុស្សទូទៅនិងប៉ះពាល់ដល់ការរីកចម្រើនផ្នែកបញ្ញាស្មារតីមានភាពមិនប្រក្រតីដែលនាំឲ្យពួកគេមានកម្រិត IQ ទាបជាងមនុស្សធម្មតាដល់ឡែកការបើកហាងកាហ្វេនឹងអនុញ្ញាតឲ្យមនុស្សដែលមានតម្រូវការពិសេសដូចជាអ្នកជំងឺ Down Syndrome ចូលមកបំពេញការងារដូចនេះគឺជាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ពួកគេលើសពីនេះវាបានក្លាយជាកន្លែងដ៏សំខាន់មួយក្នុងការបង្រួបបង្រួមមនុស្សឲ្យស្វែងយល់ពីគ្នាព្រមទាំងបញ្ចប់ទស្សនៈអវិជ្ជមានរបស់សង្គមចំពោះជនដែលមានពិការភាពទាំងឡាយ